ស្រឡាំងកាំងពេញបណ្ដាញសង្គមបន្ទប់ដ៏រញ៉េរញ៉ៃបំផុតរបស់តារាស្រីម្នាក់ធ្វើឲ្យក្រុមការងារសម្អាតដល់ថ្នាក់សុំចុះចាញ់តារាស្រីរូបនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកបន្ទាប់ពីនាងបានបង្ហោះរូបភាពបន្ទប់គេងផ្ទាល់ខ្លួនរបស់នាងជាទូទៅមហាជនតែងតែដាក់កម្រិតខ្ពស់ទៅលើជីវិតរស់នៅរបស់តារាប៉ុន្តែពេលដែលភាពស្អាតបាតរបស់ពួកគេមិនសូវដូចការរំពឹងទុកវាតែងតែបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងកាលពីពេលថ្មីនេះសមាជិកនៃក្រុមចម្រៀងស្រីម្នាក់បានល្បីល្បាញពេញអ៊ីនធឺណិតដោយសារតែស្ថានភាពរស់នៅដ៏រញ៉េរញ៉ៃរបស់នាងកញ្ញាអូកូរ៉ូជីរ៉ូកាវ័យ28ឆ្នាំដែលជាសមាជិកនៃក្រុមចម្រៀងជប៉ុន Gem Collection បង្កើតនៅក្នុងឆ្នាំ2021និងជាម្ចាស់រូបភាពនោះកាលពីថ្ងៃទី5ខែឧសភាតារាស្រីរូបនេះបានត្រឡប់មកពីការដើរកម្សាន្តវិញដោយបានចែករំលែករូបភាពបន្ទប់របស់នាងដែលមានសភាពរញ៉េរញ៉ៃជាខ្លាំងនៅលើឥដ្ឋបន្ទប់ទាំងមូលត្រូវបានគ្របដណ្ដប់ដោយរបស់របរចម្រុះរួមទាំងសម្លៀកបំពាក់កាបូបសម្ភារៈផ្សេងទៀតរហូតរកកន្លែងដើរស្ទើរមិនឃើញនេះមិនមែនជាលើកទី1ទេដែលនាងបានបង្ហោះរូបភាពបន្ទប់បែបនេះកាលពីមុននាងថែមទាំងធ្លាប់និយាយថាខ្លួនត្រូវសម្រេចចិត្តគេងនៅលើឥដ្ឋដោយសារតែនៅលើគ្រែពោពេញទៅដោយរបស់របររញ៉េរញ៉ៃការបង្ហោះរបស់នាងទទួលបានការចូលទស្សនាជាង5លានដងនិងមានមតិយោបល់រាប់រយនៅក្នុងនោះមនុស្សជាច្រើនបានណែនាំឲ្យនាងប្រើប្រាស់សេវាកម្មសម្អាតបន្ទប់សូម្បីតែក្រុមហ៊ុនសម្អាតបន្ទប់មួយចំនួនក៏បានតាក់ទងទៅនាងដើម្បីផ្ដល់សេវាកម្មជូនផងដែរទោះជាយ៉ាងណាក៏ដោយកញ្ញាអូកូណូជីបានចែករំលែកថានាងធ្លាប់បានជួលសេវាកម្មសម្អាតរួចមកហើយប៉ុន្តែក្រុមការងារនោះមិនអាចធ្វើអ្វីបានច្រើនឡើយហើយថែមទាំងបានផ្ដល់ការសម្អាតបន្ថែម30នាទីដោយមិនគិតថ្លៃទៀតផងដោយសារតែភាពរញ៉េរញ៉ៃខ្លាំងពេកនាងបានបន្ថែមថាហេតុផលពិតប្រាកដដោយសារតែនាងមិនមានកន្លែងផ្ទុករបស់របរគ្រប់គ្រាន់ហើយនាងក៏កំពុងគិតគូរចង់ប្តូរទីលំនៅថ្មីក្នុងពេលឆាប់ៗនេះដែរ